ជាសួរលោកគ្រូហើយនឹងខ្ញុំ នេះគឺជាបច្ចេកទី3ដែលខ្ញុំធ្វើតាក់ទងជាមួយនឹង Laravel ជាមួយនឹង Flutter តាក់ទងនឹងការធ្វើ e-commerce អញ្ចឹងដំបូងខ្ញុំត្រូវមាននេះជា welcome screen នៅពេល user ចុងនេះខ្ញុំត្រូវការ get start មួយមកអញ្ចឹងពេលខ្ញុំបញ្ចូលខ្ញុំអាចដាក់ថាខ្ញុំអាចដាក់ថា1 2 3 4ហ្នឹងគ្រូបន្ទាប់ពីខ្ញុំ log in ហើយអញ្ចឹងទៅខ្ញុំឃើញមានបតាក់ទាំងអស់ដូចជាប៉ុនេះខ្ញុំទាញ fetch ពី back end មកទេអញ្ចឹងខ្ញុំអាច add to cart មួយពេលខ្ញុំ add to cart ទៅវាថាបតាក់ add to cart successfully អញ្ចឹងខ្ញុំអាចមកមើលការរបស់ខ្ញុំមាននេះគឺជាការដែលខ្ញុំធ្លាប់ add ពីមុនមកខ្ញុំអាចចុចទៅវាទៅ upgrade quality វាអាច upgrade នេះអញ្ចឹងពេលចុច check out ហើយគេថាគីមខ្សែដែរអញ្ចឹងទៅហើយខ្ញុំដាក់ថា011 69 38 38ទៅតោះខ្ញុំអាចដាក់ថាភ្នំពេញហើយនៅ address ខ្ញុំអាចចុច PayPal បាននេះជា PayPal នៅគ្រូនេះគឺជាPayPal អាច pay តាមនឹងបាន